សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើអក្សររត់នៅខាងក្រោមវីដេអូរបស់យើងដូចជាផ្សាយពាណិជ្ជកម្មឬក៏ព័ត៌មានអីចឹងណាបងប្អូនឥឡូវនេះយើងចូលទៅធ្វើហ្មងណាជ្រុំយើងទៅរើសពណ៌សិនណាបងប្អូនយើងទៅរើសយកពណ៌ដែលយើងចង់ធ្វើជា background សិនណាយើងវាយពណ៌ green background ឬក៏ blue background ទៅយើងវាយហើយយើង download យកមកទុកបានណាបងប្អូនឥឡូវខ្ញុំបាន down ហើយនេះបងប្អូនពណ៌ green ហើយនិងពណ៌ blue Q ហើយនិងពណ៌បៃតងឥឡូវយើងចូលទៅកម្មវិធី VN បន្ទាប់មកយើងចុចសញ្ញាលេខបូករួចយើងយកពាក្យ new video ហើយយើងទៅជ្រើសរើសយករូបដែលយើង download មិញហ្នឹងយើងយកពណ៌ Q មកបងប្អូនហើយបន្ទាប់មកគឺយើងចុចលើពាក្យនេះបងប្អូនយើងចុចលើ overlay បន្ទាប់មកយើងយក new photo បន្ទាប់មកបងប្អូនអូសវាឲ្យពេញមកបងប្អូនហើយបន្ទាប់មកយើងទាញវាតម្លាក់ឲ្យចុះដល់ក្រោមបងប្អូនណាទាញតាមខ្ញុំមកបងប្អូនមកដល់នេះរួចហើយយើងទៅអូសមើលសិនណាបងប្អូនឲ្យរូបពីរហ្នឹងឲ្យវាស្មើគ្នាវីដេអូស្មើគ្នាអញ្ចឹងណាហើយបន្តមកទៀតគឺយើងបន្តមកទៀតបងប្អូនចុចកន្លែងអក្សរ T មកហើយចុចលើសញ្ញាលេខបូកបន្តមកយើងរើសយក title ហើយយើងយកអាលើគេ add a title បងប្អូនបន្តមកទៀតយើងទៅសេអ្វីដែលយើងចង់ទៅសេមកខ្ញុំទៅសេសួស្តីឆ្នាំថ្មីត្រង់នេះបើសិនជាគេធ្វើជា promotion ផលិតផលអីមួយអាហ្នឹងគេទៅសេផលិតផលរបស់គេតើមកខ្ញុំសេសួស្តីឆ្នាំថ្មីសូមបានសុខសប្បាយទាំងអស់គ្នាហើយយើងបរមចុចលើអក្សរហ្នឹងបរមវាទូចមកបងប្អូនហើយបន្តមកទៀតយើងអាចដាក់font អក្សរបងប្អូនយើងចុចកន្លែង font ហ្នឹងមករួចហើយយើងទៅយកអក្សរដែលយើងចង់បានរួចហើយយើងអាចដូរពណ៌តាមអ្វីដែលយើងស្រឡាញ់មកបងប្អូនកន្លែងអក្សរ T ធំហ្នឹងណាបងប្អូនចង់បានពណ៌អីបងប្អូនដាក់មកមានច្រើនពណ៌ឲ្យបងប្អូនជ្រើសរើសឥឡូវខ្ញុំយកអក្សរនេះអក្សរហ្នឹងគឺយើងអាចបរមចុះឡើងធំតូចបានណាឥឡូវយើងធ្វើឲ្យអក្សរហ្នឹងធ្វើម៉េចឲ្យទំជាមួយនឹងវីដេអូរបស់យើងបន្តមកទៀតយើងចុចកន្លែងសញ្ញាលេខបូកបងប្អូននេះកន្លែងខ្ញុំចុចហ្នឹងតបមកយើងទាញអក្សរហ្នឹងឲ្យផុតទាញឲ្យផុតបាត់ហ្មងណាបងប្អូនទាញតាមខ្ញុំមកហើយវារៀងអត់ស្មើអីបងប្អូនសេរីតាមហ្នឹងបងប្អូនហើយបន្តមកទៀតគឺយើងអស់យើងចុចយើងអស់វីដេអូអាកន្លែងពណ៌បៃតងនិងពណ៌ Q ហ្នឹងអស់ឲ្យផុតមកបន្ទាប់មកយើងចុចសញ្ញាលេខបូកម្ដងទៀតរួចហើយយើងអស់អក្សរហ្នឹងមកវិញប៉ុន្តែខ្ញុំអស់ទៅធ្វើអក្សររៀងធំហ៎បងប្អូនអស់ស្រួលបួលទៅប្រយ័ត្នអក្សរវាខុសទម្រង់ដើមណាបងប្អូនអស់មកមុខឲ្យផុតមកបងប្អូនមើលតាមហ្នឹងបងប្អូនបើលឿនពេកអីបងប្អូនចាំអាច script មើលមួយណាបងប្អូនហើយបន្ទាប់មកយើងផ្សាក់ play មើលបងប្អូននេះយើងធ្វើបានហើយនេះបងប្អូនយើង play ទៅអក្សររបស់យើងរត់តាមវីដេអូរបស់យើងហ្នឹងឥឡូវបងប្អូនអាចសាកធ្វើបានបងប្អូនរៀងងាយទេបងប្អូនឥឡូវនេះវីដេអូរបស់យើងក៏រួចរាល់ហើយយើងអាចsaveទុកបានកន្លែងនេះបងប្អូនចុច export មកហើយបងប្អូនទៅឲ្យវាបានចាំវាបានពេញសិនចាំបងប្អូនចាក់ចេញពីកម្មវិធីហ្នឹងណាបងប្អូន
បងប្អូនចាំបន្តិចមកឥឡូវពេញហើយយើងចុចបិទទៅបងប្អូនកន្លែងនេះយើងចុចសញ្ញាខ្វែងមកអូខេយើងចុចតាន់ឥឡូវវីដេអូរបស់យើង save បានរួចរាល់